សួស្តីអ្នកទាំងអស់គ្នាខ្ញុំបញ្ញាសូមស្វាគមន៍មកកាន់ប្រធានបទនៃជីវិតនិងភាពសាមញ្ញថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទនៃជីវិតអំពីហេតុអ្វីយើងខំប្រឹងយ៉ាងណាតែនៅតែមិនឃើញត្រាយនៃភាពជោគជ័យតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងខំប្រឹងអស់ពីសមត្ថភាពហើយប៉ុន្តែលទ្ធផលនៅតែមិនដូចអ្វីដែលរំពឹងទុកដែរទេរាល់ថ្ងៃអ្នកក្រោកពីព្រលឹមដើម្បីទៅធ្វើការប្រកបរបររកស៊ីទៅសិក្សានិងព្យាយាមកែលម្អខ្លួនឯងជារឿយៗប៉ុន្តែពេលមើលទៅអ្នកដទៃហាក់ដូចជាពួកគេរីកចម្រើនលឿនជាងអ្នកហើយការគិតរបស់អ្នកចាប់ផ្ដើមកាត់ឡើងនូវការប្រៀបធៀបហើយដក់ជាប់នៅក្នុងជំរឿចិត្តរបស់យើងទាំងអស់គ្នាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជារឿងធម្មតាប៉ុន្តែបញ្ហានោះគឺនៅពេលដែលយើងយកភាពជោគជ័យរបស់អ្នកដទៃមកវាស់តម្លៃជីវិតរបស់ខ្លួនឯងយើងឃើញគេទិញផ្ទះយើងឃើញគេមានការងារល្អយើងឃើញគេមានគ្រួសារដែលមើលទៅមានសុភមង្គលតែយើងទាំងអស់គ្នាមិនដែលឃើញការលំបាកការឈឺចាប់ឬការបរាជ័យដែលពួកគេធ្លាប់ឆ្លងកាត់នោះទេនៅពេលយើងផ្ដោតលើជីវិតអ្នកដទៃខ្លាំងពេកយើងចាប់ផ្ដើមមើលរំលងផ្លូវចិត្តរបស់ខ្លួនឯងយើងភ្លេចសួរខ្លួនឯងថាតើខ្ញុំហត់ទេតើខ្ញុំត្រូវការសម្រាកទេតើខ្ញុំកំពុងរីកចម្រើនជាងខ្លួនឯងកាលពីម្សិលមិញដែរឬទេផ្ទុយទៅវិញយើងបន្តរិះគន់ខ្លួនឯងថាមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេហើយពេលធ្វើបែបនេះយូរទៅទំនុកចិត្តលើខ្លួនឯងក៏ចាប់ផ្ដើមបាត់បង់ម្ដងបន្តិចជោគជ័យមិនមែនជាការប្រកួតប្រជែងល្បឿននោះទេមនុស្សម្នាក់មានពេលវេលានិងដំណើរជីវិតខុសៗគ្នាអ្នកខ្លះជោគជ័យនៅអាយុ25ឆ្នាំអ្នកខ្លះទៀតរកឃើញផ្លូវជីវិតខ្លួនឯងនៅអាយុ40ឆ្នាំមិនមែនអ្នកយឺតទេតែអ្នកគ្រាន់តែកំពុងដើរលើផ្លូវជីវិតរបស់ខ្លួនឯងតែប៉ុណ្ណោះអ្វីដែលអ្នកត្រូវការបំផុតមិនមែនការប្រៀបធៀបទេប៉ុន្តែគឺជាការអត់ធ្មត់មិនមែនមានន័យថាអង្គុយរង់ចាំនោះទេវាគឺជាការបន្តដើរទៅមុខទោះបីមិនទាន់ឃើញលទ្ធផលក៏ដោយប្រសិនបើថ្ងៃនេះអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់សៅហ្មងឬបាត់បង់ទំនុកចិត្តលើខ្លួនឯងសូមចងចាំរឿងមួយអ្នកមិនចាំបាច់ល្អជាងអ្នកដទៃនោះទេអ្នកគ្រាន់តែត្រូវល្អជាងខ្លួនឯងកាលពីម្សិលមិញបន្តិចក៏គ្រប់គ្រាន់ហើយពេលខ្លះការរីកចម្រើនមិនមែនជាជំហានធំតែម្ដងនោះទេវាអាចគ្រាន់តែជាការមិនបោះបង់ចោលខ្លួនឯងនៅថ្ងៃដ៏លំបាកមួយប៉ុណ្ណោះហើយនោះក៏ជាជោគជ័យមួយដែរ